អារម្មណ៍គ្រប់គ្រងនិងយល់ដឹងពីខ្លួនជំពូកទី1អារម្មណ៍ជាអ្វីអារម្មណ៍គឺជាកម្លាំងចិត្តដែលកើតឡើងតបតនឹងព្រឹត្តិការណ៍គំនិតឬបទពិសោធន៍វាមានតួនាទីសំខាន់ក្នុងការជួយឲ្យយើងរស់រានមានជីវិតទំនាក់ទំនងនិងសម្រេចចិត្តអារម្មណ៍មូលដ្ឋានរួមមានសេចក្តីសុខទុក្ខព្រួយខឹងភ័យខ្លាចស្អប់ខ្ពើមនិងភ្ញាក់ផ្អើលប៉ុន្តែអារម្មណ៍មិនមែនជាខ្មាំងសត្រូវរបស់យើងទេវាដូចជាកុមារតូចម្នាក់ដែលកំពុងប្រាប់រឿងរ៉ាវខាងក្នុងបើយើងចេះស្ដាប់និងយល់វានោះយើងអាចប្រើវាជាថាមពលវិជ្ជមានជំពូកទី2ការយល់ដឹងពីខ្លួនឯង self awareness ការយល់ដឹងពីខ្លួនឯងគឺជាមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងអារម្មណ៍វាមានន័យថាអ្នកអាចសម្គាល់បានថាពេលនេះខ្ញុំកំពុងមានអារម្មណ៍អ្វីដោយមិនវិនិច្ឆ័យខ្លួនឯងលំហាត់សាមញ្ញមួយគឺឈប់ហើយដកដង្ហើមពេលដែលអ្នកមានអារម្មណ៍ខ្លាំងចូលសួរខ្លួនឯង3សំណួរ 1. តើខ្ញុំកំពុងមានអារម្មណ៍អ្វីនៅពេលនេះ 2. តើអ្វីបណ្ដាលឲ្យមានអារម្មណ៍នេះ 3. តើអារម្មណ៍នេះកំពុងប្រាប់ខ្ញុំពីតម្រូវការអ្វីខ្លះការសរសេរកំណត់ហេតុប្រចាំថ្ងៃអំពីអារម្មណ៍ក៏ជួយឲ្យអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ផងដែរជំពូកទី3បច្ចេកទេសគ្រប់គ្រងអារម្មណ៍ការគ្រប់គ្រងអារម្មណ៍មិនមែនមានន័យថាបង្ក្រាបឬបដិសេធអារម្មណ៍នោះទេប៉ុន្តែជាការឆ្លើយតបនឹងវាដោយឆ្លៀសវៃ 1. បច្ចេកទេសដកដង្ហើមវែងៗស្រូបចូល4វិនាទីសង្កត់4វិនាទីដកដង្ហើមចេញ6វិនាទីធ្វើបែបនេះ5ទៅ10ដងនឹងជួយឲ្យប្រព័ន្ធប្រសាទស្ងប់ 2. ការបដូរការយកចិត្តទុកដាក់ពេលខឹងខ្លាំងចូលចេញពីកន្លែងនោះទៅដើរលេងឬស្ដាប់តន្ត្រីស្ងប់កុំប្រតិកម្មភ្លាម 3. ប្រើភាសាវិជ្ជមានជាមួយខ្លួនឯងជំនួសឲ្យការគិតថាខ្ញុំមិនចេះអ្វីសោះសូមប្រាប់ខ្លួនឯងថាខ្ញុំកំពុងរៀនហើយខ្ញុំអាចធ្វើបានប្រសើរជាងមុន 4. បច្ចេកទេស stop take a breath observe proceed ឈប់សកម្មភាពដកដង្ហើមមួយភ្លេតសង្កេតមើលអារម្មណ៍រួចបន្តដោយឆ្លៀសវៃជំពូកទី4ការយកឈ្នះលើអារម្មណ៍អវិជ្ជមានអារម្មណ៍អវិជ្ជមានដូចជាកង្ហឹងការថប់បារម្ភនិងទុក្ខព្រួយជារឿងធម្មតាគន្លឹះគឺកុំជាប់នឹងវាយូរពេកពេលខឹងសួរខ្លួនឯងថា10នាទីទៀតតើខ្ញុំនៅតែខឹងរឿងនេះទេភាគច្រើនចម្លើយគឺទេពេលថប់បារម្ភសរសេរពីអ្វីដែលអ្នកខ្លាចហើយសួរថាតើវាអាចកើតឡើងពិតប្រាកដប៉ុណ្ណារួចរៀបចំផែនការទប់ទល់ពេលទុក្ខព្រួយអនុញ្ញាតឲ្យខ្លួនឯងយំឬសម្រាកប៉ុន្តែកំណត់ពេលវេលាបន្ទាប់មកធ្វើអ្វីមួយដែលផ្ដល់ថាមពលវិជ្ជមានវិញជំពូកទី5ការអនុវត្តប្រចាំថ្ងៃការគ្រប់គ្រងអារម្មណ៍ដូចជាការហាត់ប្រាណដែរត្រូវការអនុវត្តជាប្រចាំរៀងរាល់ព្រឹកសួរខ្លួនឯងថាថ្ងៃនេះខ្ញុំចង់មានអារម្មណ៍បែបណារៀងរាល់យប់សរសេរអារម្មណ៍សំខាន់2ទៅ3នៅពេលថ្ងៃអនុវត្តការដឹងគុណសរសេរ3រឿងដែលអ្នកដឹងគុណជារៀងរាល់ថ្ងៃជំពូកទី6គ្រប់គ្រងអារម្មណ៍ក្នុងទំនាក់ទំនងរវាងមនុស្សស្នេហាគ្រួសារមិត្តភាពឬការងារគឺជាកន្លែងដែលអារម្មណ៍ងាយនឹងឆេះឆួលជាងគេការគ្រប់គ្រងអារម្មណ៍បានល្អជួយឲ្យទំនាក់ទំនងរឹងមាំនិងជៀសវាងជម្លោះដែលមិនចាំបាច់ 6.1 ស្ដាប់ដោយចិត្តបើកចំហពេលនរណាម្នាក់កំពុងនិយាយកុំប្រញាប់ឆ្លើយតបឬការពារខ្លួនចូលស្ដាប់ដើម្បីយល់មិនមែនស្ដាប់ដើម្បីឈ្នះប្រើបច្ចេកទេសឆ្លោះបញ្ចាំងនិយាយត្រឡប់ទៅវិញនៅអ្វីដែលអ្នកបានឮដូចជាតើអ្នកចង់មានន័យថានេះជួយកាត់បន្ថយការយល់ច្រឡំ 6.2 បំបែកអារម្មណ៍ខ្លួនឯងចេញពីអារម្មណ៍អ្នកដទៃមនុស្សជាច្រើនច្រឡំគ្នាថាគាត់ខឹងដូច្នេះខ្ញុំត្រូវតែខឹងដែរការពិត
អ្នកអាចយល់ចិត្តគេដោយមិនចាំបាច់យកអារម្មណ៍គេមកដាក់លើខ្លួនសាកល្បងនិយាយក្នុងចិត្តថាគាត់កំពុងខឹងប៉ុន្តែខ្ញុំនៅតែស្ងប់ 6.3 ប្រើពាក្យខ្ញុំជំនួសអ្នកពេលបង្ហាញការមិនសប្បាយចិត្តចូលនិយាយបែបខ្ញុំមានអារម្មណ៍ពេលដែលជំនួសឲ្យអ្នកតែងតែឧទាហរណ៍ខ្ញុំមានអារម្មណ៍មិនស្រួលពេលអ្នកមកយឺតគឺប្រសើរជាងអ្នកមិនចេះទុកពេលវេលាពាក្យខ្ញុំបង្ហាញពីអារម្មណ៍ផ្ទាល់ខ្លួនមិនមែនការចោទប្រកាន់ 6.4 ពេលមានចំនួនចូលផ្អាកជាមុនសិនបើអ្នកមានអារម្មណ៍ថាកំពុងខឹងខ្លាំងរហូតមិនអាចនិយាយគ្នាបានចូលស្នើសុំផ្អាកពេលនេះខ្ញុំកំពុងខឹងខ្លាំងសូមយើងឈប់10នាទីរួចយើងត្រឡប់មកនិយាយគ្នាវិញកុំដើរចេញដោយមិនប្រាប់ព្រោះធ្វើឲ្យអ្នកទៀតកាន់តែខឹង 6.5 កុំយកអតីតកាលមកវាយប្រហារពេលឆ្លោះគ្នាមនុស្សច្រើនតែយកកំហុសចាស់ៗមកនិយាយវាធ្វើឲ្យបញ្ហាតូចទៅជាធំចូលផ្ដោតលើបញ្ហាបច្ចុប្បន្នតែមួយម្ដងបើឃើញខ្លួនឯងកំពុងធ្វើដូច្នោះចូលឈប់ហើយនិយាយថាសុំទោសខ្ញុំកំពុងនាំរឿងចាស់មកសូមយើងត្រឡប់ទៅរឿងដើមវិញ 6.6 ហាត់ការអភ័យទោសខ្លួនឯងនិងអ្នកដទៃគ្មានទំនាក់ទំនងណាល្អឥតខ្ចោះទេមនុស្សគ្រប់រូបសុទ្ធតែធ្វើខុសការទុកអារម្មណ៍អវិជ្ជមានយូរដូចជាពុលខ្លួនឯងអភ័យទោសមិនមែនមានន័យថាភ្លេចទេប៉ុន្តែជាការដោះលែងខ្លួនពីបន្ទុកចិត្តលំហាត់អនុវត្តសម្រាប់ទំនាក់ទំនងរៀងរាល់សប្តាហ៍អង្គុយជាមួយដៃគូឬមិត្តភ័ក្តិហើយចែករំលែកអារម្មណ៍របស់ខ្លួនក្នុងសប្តាហ៍កន្លងទៅដោយមិនវិនិច្ឆ័យពេលមានកំហឹងសរសេរសម្បត្តិមួយច្បាប់ដាក់អ្នកដែលធ្វើឲ្យអ្នកខឹងតែកុំផ្ញើវារួចដុតឬហែកចោលដើម្បីបញ្ចេញអារម្មណ៍ដោយសុវត្ថិភាពសេចក្តីសង្ខេបទំនាក់ទំនងល្អមិនមែនកើតឡើងដោយគ្មានជម្លោះទេប៉ុន្តែកើតឡើងពីរបៀបដែលយើងគ្រប់គ្រងអារម្មណ៍ពេលមានជម្លោះចងចាំថាអ្នកមិនអាចគ្រប់គ្រងអារម្មណ៍អ្នកដទៃបានទេប៉ុន្តែអ្នកអាចគ្រប់គ្រងរបៀបដែលអ្នកប្រតិកម្មចំពោះគេការចេះគ្រប់គ្រងអារម្មណ៍ក្នុងទំនាក់ទំនងជួយឲ្យអ្នកក្លាយជាមនុស្សដែលគួរឲ្យទុកចិត្តស្រឡាញ់និងគោរពសេចក្តីបញ្ចប់ការយល់ដឹងនិងគ្រប់គ្រងអារម្មណ៍មិនមែនធ្វើឲ្យយើងក្លាយជាមនុស្សគ្មានអារម្មណ៍ទេប៉ុន្តែធ្វើឲ្យយើងក្លាយជាមនុស្សដែលមានសេរីភាពក្នុងការជ្រើសរើសការឆ្លើយតបអារម្មណ៍នីមួយៗសុទ្ធតែមានតម្លៃហើយអ្នកមានអំណាចក្នុងការប្រែក្លាយវាទៅជាមិត្តមិនមែនជាខ្មាំងឡើយចាប់ផ្ដើមថ្ងៃនេះដោយគ្រាន់តែដកដង្ហើមវែងៗមួយដងហើយសួរខ្លួនឯងថាតើខ្ញុំមានអារម្មណ៍យ៉ាងណាពេលនេះនោះជាជំហានដំបូងដ៏អស្ចារ្យខាងក្រោមនេះជាអត្ថបទស្ដីពីការយល់ដឹងពីខ្លួនឯងនិងមនុស្សជុំវិញប្រវែងសមស្របការយល់ដឹងពីខ្លួនឯងនិងមនុស្សជុំវិញកញ្ចក់ពីរជាន់ការយល់ដឹងពីខ្លួនឯង self awareness និងការយល់ដឹងពីអ្នកដទៃគឺដូចជាកញ្ចក់ពីរជាន់ដែលឆ្លោះបញ្ចាំងគ្នាទៅវិញទៅមកអ្នកមិនអាចយល់អ្នកដទៃបានស៊ីជម្រៅទេប្រសិនបើអ្នកមិនយល់ពីខ្លួនឯងជាមុន 1. ហេតុអីត្រូវយល់ខ្លួនឯងទើបយល់អ្នកដទៃមនុស្សភាគច្រើនវិនិច្ឆ័យអ្នកដទៃតាមរយៈកញ្ចក់នៃបទពិសោធន៍និងអារម្មណ៍ផ្ទាល់ខ្លួនឧទាហរណ៍បើអ្នកធ្លាប់មានអារម្មណ៍ថាត្រូវគេក្បត់អ្នកនឹងងាយសង្ស័យអ្នកដទៃបើអ្នកមិនដឹងថាខ្លួនឯងកំពុងខឹងទេអ្នកនឹងគិតថាអ្នកដទៃខឹងនឹងខ្ញុំដូច្នេះជំហានដំបូងដើម្បីយល់អ្នកដទៃគឺត្រូវស្គាល់អារម្មណ៍គំនិតលំអៀង bias និងតម្រូវការរបស់ខ្លួនឯងឲ្យបានច្បាស់ 2. របៀបយល់ខ្លួនឯងក្នុងបរិបទទំនាក់ទំនងសង្កេតមើលប្រតិកម្មរបស់អ្នកពេលមានជម្លោះតើអ្នកតែងតែប្រតិកម្មបែបណាងាយខឹងស្ងៀមស្ងាត់ជៀសវាងនេះជាសញ្ញាប្រាប់ពីលក្ខណៈខាងក្នុងរបស់អ្នកសួរខ្លួនឯងថាហេតុអ្វីពាក្យរបស់គាត់ធ្វើឲ្យខ្ញុំឈឺចាប់ហេតុអ្វីខ្ញុំត្រូវការទទួលស្គាល់ពីគេចម្លើយនឹងនាំអ្នកទៅរករបួសចាស់ឬតម្រូវការមិនទាន់ឆ្លើយតបសុំមតិត្រឡប់សួរមនុស្សជិតស្និទ្ធដោយស្មោះថាពេលខ្ញុំខឹងតើខ្ញុំធ្វើដូចម្តេចខ្លះកុំការពារខ្លួនគ្រាន់តែស្ដាប់ 3. ពេលយល់ខ្លួនឯងច្បាស់អ្នកនឹងយល់អ្នកដទៃកាន់តែងាយការយល់ដឹងពីខ្លួនឯងផ្ដល់ឲ្យអ្នកនូវគន្លឹះ3យ៉ាងដើម្បីយល់អ្នកដទៃ
1. ការយល់ចិត្ត empathy ពេលអ្នកដឹងថាការឈឺចាប់មានរសជាតិបែបណាអ្នកនឹងមិនបន្ទោសអ្នកដទៃដែលកំពុងឈឺចាប់នោះទេ 2. ការមិនយកខ្លួនឯងជាជំនួតកណ្ដាលអ្នកដឹងថាអារម្មណ៍អ្នកដទៃមិនមែនសុទ្ធតែមកពីអ្នកទេគាត់ខឹងប្រហែលជាដោយសារគាត់អស់កម្លាំងការងារមិនមែនដោយសារអ្នកធ្វើអ្វីខុសនោះទេ 3. ការស្ដាប់ដោយមិនវិនិច្ឆ័យពេលអ្នកឈប់វិនិច្ឆ័យខ្លួនឯងអ្នកក៏ឈប់វិនិច្ឆ័យអ្នកដទៃដែរអ្នកគ្រាន់តែស្ដាប់ហើយទទួលស្គាល់ថាអ្នកកំពុងមានអារម្មណ៍បែបនេះដោយមិនប្រញាប់ប្រាប់ថាត្រូវឬខុស 4. លំហាត់សាមញ្ញសម្រាប់អនុវត្តលំហាត់កញ្ចក់រៀងរាល់ល្ងាចសួរខ្លួនឯងពីរសំណួរ 1. ថ្ងៃនេះពេលណាដែលខ្ញុំយល់ពីអារម្មណ៍ខ្លួនឯងបានល្អ 2. ពេលណាដែលខ្ញុំយល់ពីអារម្មណ៍អ្នកដទៃបានត្រឹមត្រូវលំហាត់ឈប់5វិនាទីមុននឹងឆ្លើយតបអ្នកដទៃជាពិសេសពេលមានអារម្មណ៍ខ្លាំងចូលឈប់ដកដង្ហើម5វិនាទីរួចសួរខ្លួនឯងថាតើខ្ញុំកំពុងមានអារម្មណ៍អ្វីតើគាត់អាចមានអារម្មណ៍អ្វីសេចក្តីបញ្ចប់ការយល់ដឹងពីខ្លួនឯងនិងមនុស្សជុំវិញមិនមែនជាទេពកោសល្យកើតមកទេតែជាជំនាញដែលត្រូវហាត់ប្រាណរៀងរាល់ថ្ងៃកាលណាអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់អ្នកកាន់តែមានសេរីភាពក្នុងការជ្រើសរើសឆ្លើយតបនឹងអ្នកដទៃដោយក្តីមេត្តាមិនមែនដោយសភាវកិច្ចហើយនោះជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងដ៏មានសុខភាពល្អ